ការ render AI អ្នកនរគ្នាត្រូវតែ highlight តាមអញ្ចឹងចេញ line ដែលសល់ពីតំណអញ្ចឹងស្នាម slab ឬក៏ស្នាមសសរអីហ្នឹងណាការ highlight មានច្រើនវិធីប៉ុន្តែវិធីមួយដែលលឿនហ្នឹងគឺការប្រើប្រាស់ plugin ហើយខ្ញុំប្រើប្រាស់ plugin Box X ខ្ញុំឧទាហរណ៍ទៅលើ tool ទី1នេះមុនណាយើងស្លេចលើ tool ទី1ហើយយើងអូសកន្លែង angle ហ្នឹងអូសកាន់តែខ្លាំងវា smooth កាន់តែខ្លាំងអូសតិចវា smooth តិចអូសកាន់តែវែងវា smooth ដល់កែមខាងក្រៅហ្នឹងទៀតហើយបើសិនជាយើងចង់បើក line ដែលយើងហៃហ្នឹងយើងស្លេចលើ object ហ្នឹងហើយស្លេចយក unsmoothen អញ្ចឹង line ដែលយើងហៃមិញហ្នឹងវាមកវិញហើយសម្រាប់ tool ទី2វិញគឺការហៃទៅលើ object ដែលញ៉ៃ line វាញ៉ៃនៅកណ្ដាលនេះណាដល់មកយើង select ទៅលើ tool ទី2ហ្នឹងអញ្ចឹង line កណ្ដាលញ៉ៃហ្នឹងវាបាត់អស់ហើយវាទុក line កែមឯងសម្រាប់ tool ទី3វិញវាស្តៀងទៅនឹង tool ទី1ដែរយើងឲ្យ select ចូលទៅក្នុងក្រុមដូចគ្នាបន្ទាប់មកយើងចុចទៅលើ tool ទី3អញ្ចឹងវា auto smooth ហ្មងនេះយើងអត់អាច customize តិចខ្លាំងបានតែវា auto ប៉ុណ្ណឹងហ្មងបាទទី1យើងអាច customize តិចខ្លាំងបានសម្រាប់ tool ទី4ហ្នឹងគឺការបើក line ដែលយើង hide វាទី3មិញហ្នឹងយើង select ហើយយើងប៉ះទៅលើ tool ទី4ហ្នឹងទៅ line ដែលយើង hide មិញវាមកវិញហើយសម្រាប់ tool ទី5ហ្នឹងគឺការប៉ះទៅលើ line ដែលយើងចង់ hide tool នេះយើងអត់ចាំបាច់ចូលក្នុងក្រុមទេយើងគ្រាន់តែប៉ះទៅលើ line ដែលយើងចង់ hide ឲ្យចេញពណ៌ក្រហមហើយយើងចុច line ខ្លះយើងត្រូវចុច2ទៅ3ដងព្រោះអី line ខ្លះវា color គ្នាការដែលយើង render AI បើអ្នកនរគ្នាអត់ឲ្យចំណុច line ហ្នឹងទេ render មកយើងចេញអញ្ចឹងដូចគ្នាសម្រាប់អ្នកដែលគាត់ចង់បាន plugin នេះ free អ្នកនរគ្នា like share វីដេអូនេះនិង follow ហើយជួយឆានមកកាន់ Telegram ពួកយើងមកយើងនឹងផ្ញើ file plugin នេះឲ្យតាម Telegram អរគុណ